ឆ្នាំថ្មីហើយបើសិនជាដំណាំបងបងនៅតែក្រិនលូតលាស់យឺតក្រៀមលឿងមើលទៅខ្វះសារធាតុចិញ្ចឹមមានន័យថាមានរឿងមួយយ៉ាងដែលសំខាន់ដែលបងកំពុងតែមើលរំលងហើយធ្វើខុសចឹងបងដែលមានសង្កេតមើលអត់ថាជីទឹកលូតលាស់ដែលបងកំពុងតែប្រើហ្នឹងមានសារធាតុចិញ្ចឹមសំខាន់ដែលជួយទៅបំពន់ដើមត្រួយស្លឹករបស់បងបានល្អចឹងបងដែលសង្កេតទៅលើជីទឹកលូតលាស់ដែលបងកំពុងតែប្រើប្រាស់ដែរអត់ព្រោះថាដំណាំត្រូវការសារធាតុចិញ្ចឹមទៅដល់21មុខដើម្បីធ្វើឲ្យដំណាំហ្នឹងលូតលាស់បានល្អហើយជាពិសេសនៅក្នុងដំណាក់កាលលូតលាស់នេះរុក្ខជាតិឬក៏ដំណាំត្រូវការសារធាតុចិញ្ចឹមចំនួន5ដើម្បីធ្វើឲ្យដំណាំលូតលាស់បានលឿនអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមកណែនាំអំពីមីក្រូសារធាតុចិញ្ចឹមដែលល្អសម្រាប់ដំណាំរបស់បងចុងប្រភេទមីក្រូសារធាតុចិញ្ចឹមដែលល្អជាងគេនៅក្នុងដំណាក់កាលលូតលាស់ហ្នឹងគឺម៉ង់កាណេសជួយជំរុញការសំយោគនៃប្រូតេអ៊ីននិងកាបូនអ៊ីដ្រាតដែលជំរុញឲ្យមានការដុះឫសនៃដំណាំនឹងបានល្អកាលណាដែលដំណាំដុះឫសបានល្អហើយច្រើនធ្វើឲ្យដំណាំរបស់យើងមានសមត្ថភាពនៅក្នុងការស្រូបយកសារធាតុចិញ្ចឹមបានលឿនដែលធ្វើឲ្យដំណាំរបស់យើងនឹងលូតលាស់បានលឿននិងមានសុខភាពល្អអញ្ចឹងប្រភេទមីក្រូសារធាតុចិញ្ចឹមទី2នោះគឺកាល់ស្យូមនិងម៉ាញ៉េស្យូមជួយឲ្យប្រព័ន្ធរបស់ឫសរបស់ដំណាំនឹងរឹងមាំកាលណាប្រព័ន្ធឫសរបស់ដំណាំរឹងមាំមានន័យថាឫសចាប់ជាប់ជាមួយនឹងដីបានល្អដែលធ្វើឲ្យឫសមានសុខភាពល្អជាពិសេសកាត់បន្ថយហានិភ័យនៃជំងឺរលួយឫសដែលធ្វើឲ្យដើមនឹងលូតលាស់បានល្អមីក្រូសារធាតុចិញ្ចឹមចុងក្រោយដែលសំខាន់ជាងគេនៅក្នុងដំណាក់កាលលូតលាស់នោះគឺដែកគឺជាមីក្រូសារធាតុចិញ្ចឹមមួយដែលបង្កើតក្លរូភីលដែលជួយដល់ដំណាក់កាលសំយោគពន្លឺរបស់ដំណាំនឹងបានល្អកាលណាដែលដំណាំមានសំយោគពន្លឺបានល្អមានន័យថាវាទទួលបានថាមពលគ្រប់គ្រាន់ដែលជួយឲ្យដំណាំលូតលាស់បានលឿនហើយបំពន់ទៅដើមស្លឹកនិងត្រួយចឹងបងបើសិនជាជីទឹកលូតលាស់របស់បងអត់មានសារធាតុចិញ្ចឹមទាំង4ដែលខ្ញុំរៀបរាប់ខាងលើនេះទេបញ្ញាប់បដូរចេញភ្លាមមានន័យថាបងប្រើហ្នឹងគឺអត់មានប្រសិទ្ធភាពទេហើយបើសិនជាបងអត់ដឹងថាត្រូវជ្រើសរើសជីទឹកមួយណាខ្ញុំសូមណែនាំជីទឹក Organic LF របស់យើងចឹងជាមួយនឹងជីទឹកលូតលាស់ LF របស់យើងគឺមានមីក្រូសារធាតុចិញ្ចឹមទៅដល់15មុខហើយនឹងសារធាតុចិញ្ចឹមចម្បងរបស់យើងគឺ3មុខហើយរូបមន្តរបស់ជីទឹកលូតលាស់នេះគឺមកពីប្រទេសកូរ៉េអញ្ចឹងធានាបានថាប្រសិទ្ធភាពនៅក្នុងការលូតលាស់របស់ដំណាំរបស់បងនឹងល្អជាងមុនហើយលែងមានបញ្ហាដំណាំក្រិនមើលទៅខ្វះសារធាតុចិញ្ចឹមស្លឹកលឿងអីទេដែរអញ្ចឹងប្រើប្រាស់តាមជាមួយនឹងមួយដបនេះបងនឹងឃើញផលភ្លាមក្រោយពីបងប្រើបាន2ដងឡើងទៅអញ្ចឹងបើសិនជាបងមានចំណាប់អារម្មណ៍ឬក៏ចង់យកជីទឹក LF នេះទៅសាកប្រើប្រាស់ជាមួយនឹងដំណាំបងកុំភ្លេចឆាកចូល page របស់ LF ហើយដូចគ្នាដែរក្រុមការងាររបស់យើងនឹងផ្ដល់ការប្រឹក្សាយោបល់ដោយឥតគិតថ្លៃជួបគ្នានៅវីដេអូក្រោយបងជីសេរីរាង្គខ្មែរគឺជាមិត្តល្អរបស់កសិករជានិច្ចជីសេរីរាង្គខ្មែរចូលរួមថែរក្សាសុខភាពគ្រួសារ